នៅកំពង់សោមយើងណាគេខ្លះអត់តាមភ្លក់រសជាតិ mini churro ជានំពងខ្លីៗហ្នឹងហើយគេមាន3រសជាតិហើយកន្លែងគាត់ក៏មានលក់ដូចជាត្រីដូចគ្នាមានដូចជាទឹកមៀនតែខ្ញុំអត់ផឹកទឹកមៀនទេថ្ងៃនេះខ្ញុំសាករសជាតិថ្មីទឹកសដែកគ្រីមពងមាន់ខ្ញុំទាំងហៅឈ្មោះត្រូវអត់ទេណាសម្រាប់មនុយភេសជ្ជៈនេះយើងអាចសេរីកម្រិតផ្អែមតាមយើងចង់បានប្រាប់គាត់ទៅអត់ចង់ផ្អែមនេះសេរីតាមហ្នឹង churro គាត់នេះទំពងហើយថ្មីមាន3រសជាតិមានរសជាតិដើមប្រឡាក់ស្ករមានរសជាតិប្រឡាក់ cinnamon ហើយជាមួយនឹងរសជាតិសូកូឡាជាទូទៅកន្លែងដែលខ្ញុំថតគឺភាគច្រើនកន្លែងដែលខ្ញុំចូលចិត្តទៅកន្លែងដែលខ្ញុំញ៉ាំហើយរសជាតិឆ្ងាញ់ទៅខ្ញុំថតឲ្យមើលដែរអញ្ចឹងណាសម្រាប់កន្លែងគាត់នេះខ្ញុំទិញដំបូងនៅឃ្លាំងលើទិញនៅឃ្លាំងលើហើយបន្ទាប់មកគាត់ដូរមកសេទេឥឡូវគាត់ដូរមកខាងចិត្តផ្លូវចូលតាមផ្លូវតែលីហុងសាលើហ្នឹងជិះចូលត្រង់មកឃើញខាងស្ដាំដៃចូលយ៉ាងជ្រៅដែរជាងសម្រាប់បងប្អូនណាចង់សាអាចមកកន្លែងសាខាថ្មីរបស់គាត់នេះបានហើយដើម្បីកុំឲ្យពិបាកបងប្អូនក្នុងការស្វែងរកទីតាំងគាត់ចាំមើលខ្ញុំដាក់ pin Google Map ហើយខ្ញុំដាក់នៅក្នុង description ឲ្យចឹងបងប្អូនអាចមើលតាម Google Map បានកុំឲ្យពិបាកស្វែងរកសម្រាប់លេខអ្នកលក់គឺខ្ញុំអត់មានលេខអ្នកលក់ទេព្រោះអីខ្ញុំទៅទិញញ៉ាំធម្មតាខ្ញុំអត់មានបានសុំលេខអ្នកលក់ទុកអញ្ចឹងតើមើលតាម Google Map ហើយទៅខ្លួនឯងហើយតែអត់អីទេអត់មានអីបាក់រកទេសួររកទេបងប្អូននេះរូបរាងនំរសជាតិនំក៏ឆ្ងាញ់ដែរទិញសាកមើលខ្លួនឯងទៅវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានបាយបាយ